មានដំណឹងល្អមួយមកចែកគ្នាយើងហើយក៏មកឆ្លើយសំណួរគ្នាយើងដែលគាត់បានសួរផងគាត់សួរថាបងណា event ពេជ្រពណ៌លឿងអត់ឃើញអញ្ចឹងគេថាចេញថ្ងៃទី3ខែ7ហើយសម្រាប់ event ពេជ្រពណ៌លឿងឬក៏ promote ដែលមិននឹងនៅតែចេញអញ្ចឹងគេគ្រាន់តែគេលើកថ្ងៃពីថ្ងៃទី3ខែ7ទៅថ្ងៃទី6ខែ7វិញអ្នកទាំងអស់គ្នាអញ្ចឹងពីថ្ងៃទី6ខែ7ដល់ថ្ងៃទី21ខែ7ក៏គេបានបញ្ជាក់ដែរថាយើងអាចរកdiamond ពណ៌លឿងហ្នឹងបានចំនួនប្រហែលអញ្ចឹង860ជាងហ្នឹងគឺអាចនឹងស្មើ skin epic មួយហើយចូលមកដល់ដំណឹងល្អរបស់យើងវិញខ្ញុំតែងតែបានសំណួរជារឿយៗគ្នាយើងក៏សួរថាបង collector Yi Sun Sin ចេញមកវិញថ្ងៃណាហើយគេចេញមកអត់អីចឹងណាហើយឥឡូវហ្នឹងគឺមានដំណឹងល្អមកហើយគឺមានការ reworm skin អ្នកនរគ្នារហូតទៅដល់ទៅ2 skin collector ទី1 skin Yi Sun Sin ទី2គឺ skin របស់ Yu Zhong skin collector ណាហើយតែគេ reworm ហើយគេអត់ដែរទុកចោលទេអ្នកទាំងអស់គេនឹងបញ្ចេញមកអញ្ចឹងខ្ញុំអត់ដឹងថា skin Yi Sun Sin និង skin Yu Zhong នេះវាចេញមកក្នុងខែតែមួយឬក៏អត់ទេហើយ skin collector របស់ Yi Sun Sin នេះក៏ខ្ញុំរងចាំជាយូរខែយូរឆ្នាំណាស់មកដែរវាធ្លាប់តែចេញមកជាមួយនឹង event free ticket អញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមិនដែលមានសំណាងបាន skin ហ្នឹងទេ